ទីបំផុតយុវជនជាកូនអ្នកមាន4នាក់ដែលជិះឡានទំនើបសំញែងបំពាក់សារ៉ែនត្រូវបានសមត្ថកិច្ចហៅមកដោះក្អែលនៅទីបំផុតយុវជន4នាក់ដែលត្រូវបានគេដឹងថាជាកូនអ្នកមានទ្រព្យសម្បត្តិដែលបានសំញែងឡានទំនើបបំពាក់ភ្លើងក្បួនសារ៉ែនធ្វើដំណើរតាមដងផ្លូវទៅខេត្តកំពតប្រៀបបីដូចជាគណៈប្រតិភូជាន់ខ្ពស់នោះត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញក៏ហៅមកអប់រំណែនាំដោយអនុវត្តតាមបទបញ្ជារបស់លោកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលចរាចរណ៍ដឹកនាំដោយលោកហេងរតនាស្នងការរងផ្នែកការងារចរាចរណ៍បានចាប់ឃាត់រថយន្តស៊េរីទំនើប4គ្រឿងដែលបានបំពាក់ភ្លើងសារ៉ែនរបស់សមត្ថកិច្ចដោយគ្មានការអនុញ្ញាតខុសច្បាប់ការចាប់ឃាត់នេះគឺដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យម្ចាស់រថយន្តទាំង4ដែលគ្មានភារកិច្ចត្រូវបញ្ឈប់ការបំពាក់ភ្លើងសារ៉ែនសូមទោសដល់បងប្រជាពលរដ្ឋទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមបងប្អូនទាំងអស់គ្នាដឹងថាហេតុអីបានសមត្ថកិច្ចហៅបងប្អូនមកឲ្យឡាន4គ្រឿងនឹងមកហ្នឹងឯងហើយតកងឡានទាំងអស់មកដឹងមូលហេតុអីហ៎ដឹងមូលហេតុអីគេដោយសារខ្ញុំហោះក្នុងទីតុដោយសារបលបំពាក់ស្រែអញ្ចឹងម្សិលមិញហ្នឹងម៉ោងប្រហែល5ល្ងាចហ្នឹងបងឯងបរោះបាទករណីឡាន4គ្រឿងហ្នឹងបានធ្វើដំណើរទៅកពតហើយបើកសារ៉ែនបាទហើយបង្កើតវីដេអូមួយដែលមានតការចង់ល្បីបាទឥឡូវសមត្ថកិច្ចហៅមកណែនាំបាទទី1បងប្អូនអត់មានសិទ្ធដាក់សារ៉ែនរត់ដូចក្បួនអញ្ចឹងទេខុសភ្លើងលើដបូលនោះក៏ខុសដែរហើយឡានដាក់សារ៉ែនទាំងអស់ឥឡូវឧទាហរណ៍នេះឡានខាងចុងនោះអញ្ចឹងគឺដាក់សារ៉ែនអញ្ចឹងប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋយើងរត់តាមដងផ្លូវបងប្អូនប្រជាពលរដ្ឋយើងច្រឡំឡានត្រាំងនាំណាអញ្ចឹងយើងរត់លឿនណាឡានអស់នេះអញ្ចឹងអត់អាចទទួលយកបានទេអញ្ចឹងកែខ្លួនអត់អាចធ្វើអញ្ចឹងទៀតបានទេនេះទីកង់ឡាន Defender ណាសិតតែមានសារ៉ែនឥឡូវដោះចេញអស់នៅឈប់ឲ្យមានណាឥឡូវសន្យាមកសមាជិកបាទខ្ញុំបាទសូមទោសដល់បងប្រជាពលរដ្ឋទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមពួកខ្ញុំដឹងកំហុសហើយថ្ងៃនេះខ្ញុំមកដល់អរគុណដល់អាដាមស្នងការនគរបាលរាជធានីភ្នំពេញដែលបានហៅខ្ញុំមកអប់រំសូមបងប្អូនកុំយកគំរូតាមខ្ញុំដោយដាក់ហ្វានៅពីលើឡានជាមួយនឹងភ្លើងសារ៉ែនវាជាគំរូអាក្រក់ដល់ប្រជាពលរដ្ឋមានអីនិយាយផ្ដាំទៅប្រជាពលរដ្ឋទៀតទេចង់បើសិនជាបងប្អូនជិះរថយន្តកុំលេងភ្លើងហ្វាជាមួយនឹងសារ៉ែនវាខុសច្បាប់វាមិនមែនជាគំរូល្អដល់ប្រជាជនទេហើយក៏អរគុណដល់បងបានយកខ្ញុំមកណែនាំចឹងឈប់ណាបាទពីថ្ងៃតទៅធ្វើជាគំរូល្អដល់សង្គមលឺទេបាទនេះគឺជាភ្លើងសារ៉ែនដែលក្រុមបងប្អូនទាំងអស់នេះក៏ដោះមកឲ្យសមាជិកហើយភ្លើងហ្វានោះយើងបង្រៀនដោះដែរហើយសូមបងប្អូនប្រជាពលរដ្ឋបើមានភ្លើងនេះដាក់ឡានសូមឲ្យដោះចេញព្រោះកម្លាំងនគរបាលចរាចរណ៍យើងគឺមិនអាចអនុញ្ញាតឲ្យបានទេចំពោះភ្លើងសារ៉ែនអស់នេះគឺដាក់ទៅគឺអាចមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋយល់ច្រឡំថាទី1អាចយល់ច្រឡំថាឡានពេទ្យទី2អាចយល់ច្រឡំថាឡានសារ៉ែនបោះក្បួនថ្នាក់ដឹកនាំដល់អញ្ចឹងធ្វើឲ្យបងប្អូនអែបគៀនទាំងអស់ណាអែបគៀនហើយស្ទះពេញនឹងទាំងអស់ឬក៏តាមផ្លូវអាចធ្វើគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋទៀតអញ្ចឹងអត់អាចដាក់បានទេអញ្ចឹងសូមកុំធ្វើតម្រាប់តាមអត់ត្រូវទេហើយនេះគឺសមត្ថកិច្ចបានឲ្យដោះចេញទាំងអស់អត់ຕົកទេគឺហ្វាចាំងយប់ឡើងបើកតាហ្វានេះមួយឡានផ្សេងទៀតបើកអត់កើតទេគូបញ្ជាក់ផងដែរថាថ្មីនេះពលរដ្ឋជាច្រើនបានរិះគន់យ៉ាងចាស់ដៃចំពោះទង្វើរបស់កូនអ្នកមានមួយក្រុមដែលបានបំពាក់ភ្លើងសារ៉ែនលើរថយន្តទំនើប4គ្រឿងធ្វើដំណើរនៅតាមដងផ្លូវទៅកាន់ខេត្តប្រស័យហនុដើម្បីបង្ហាញមហាជនថាខ្លួនអស្ចារ្យខ្លាំងណាស់ជាមួយគ្នានេះយុវជនទាំងនោះថែមទាំងបង្ហោះវីដេអូបង្ហាញសាធារណជនពីភាពអស្ចារ្យរបស់ខ្លួនថាមានលុយធ្វើអ្វីក៏បានប៉ុន្តែទង្វើសម្ញែងអួតនេះគឺជាការប្រព្រឹត្តខុសច្បាប់លើកនេះលើកលែងតែបើមានលើកក្រោយប្រហែលជាមិនរួចខ្លួនឡើយ